សួស្តីអំពុំមីនអ្នកគ្នាថ្ងៃនេះយើងមកស្ងោរស្ពៃក្រញាញ់ជាមួយប្រហិតសាច់គោទាំងអស់គ្នារាល់ដងយើងស្ងោរស្ពៃក្រញាញ់ជាមួយនឹងប្រហិតត្រីថ្ងៃនេះយើងផ្លាស់ប្ដូររសជាតិម្ដងតើវាមានរសជាតិយ៉ាងម៉េចដែរមុខម្ហូបថ្ងៃនេះយើងចំណាយអស់តែ1000ទេស្ពៃក្រញាញ់មកដល់1000ហើយប្រហិតយើងមាននៅក្នុងទូស្រាប់មុខម្ហូបនេះស្រួលខ្លាំងមែនទែនតែ5នាទីយើងបានហូបហើយតើបងយើងដាក់ឆ្នាំងបន្ទាប់មកយើងចាក់ទឹកមិនល្មមប៉ាន់ស្មានជាមួយនឹងបន្លែនិងប្រហិតរបស់យើងឥឡូវទឹកយើងពុះហើយបន្ទាប់មកយើងដាក់ខ្ទឹមស2កណ្ដៀងមកយើងដាក់អំបិលស្ករប៊ីចេងម្រេចទឹកត្រីបន្ទាប់មកយើងដាក់ប្រហិតយើងហាន់ឲ្យរាងតូចដើម្បីឲ្យឆាប់ឆ្អិននិងចូលជាតិល្អផងដែរឥឡូវប្រហិតយើងពុះហើយយើងមើលថាប្រហិតយើងល្មមឆ្អិនយើងបង់បន្លែចូលមុខម្ហូបនេះអត់មានអីពិបាកទេបន្ទាប់មកយើងក្របកម្រើកចាំមើលតែមកពុះទៀតគឺយើងបានញ៉ាំហើយឥឡូវស្ងោរស្ពៃក្រញាញ់ជាមួយប្រហិតសាច់គោរបស់យើងគឺឆ្អិនហើយមុខម្ហូបសម្លនេះគឺអត់មានប្របាក់រើគ្រឿងក្រៅអីញ៉ៃទេឥឡូវឆ្អិនហើយយើងបង់ស្លឹកខ្ទឹមបន្តិចដើម្បីឲ្យក្អូបឲ្យមានរសជាតិកាន់តែឆ្ងាញ់អរគុណពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបន្ត